សួស្តីលោកស្រីអ្នកនាងកញ្ញាសូមអរគុណលោកអ្នកដែលបានបើកស្ដាប់ការផ្សាយវិទ្យុបារាំងអន្តរជាតិ AFP នៅពេលនេះម៉ោង 1 រសៀលកម្មវិធីព័ត៌មានដោយពុនសុភ័ណ្ឌតំណាងរាស្ត្របកប្រឆាំងនៅតែហៅការកោះហៅរបស់តុលាការថាជារឿងនយោបាយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលមានអាយុជាង100ឆ្នាំនឹងត្រូវបដូរទីតាំងថ្មីប្រតិបត្តិការវែករកជនពុករលួយនៅក្នុង FIFA កំពុងពុះកញ្ជ្រោលដែលអាចឲ្យលោក Sepp Blatter ខ្ទាតចេញពីតំណែងអង្គការសហប្រជាជាតិអះអាងថាពិភពលោកមានមនុស្សរងគ្រោះដោយសារការអត់ឃ្លានទៅជាងមុនអាមេរិកកូរ៉េខាងត្បូងនិងជប៉ុនព្រួតគ្នាដាក់សម្ពាធបន្ថែមលើកូរ៉េខាងជើងRFI នៅថ្ងៃទី28ឧសភានេះលោកនិតរំដួលតំណាងរាស្ត្រគណៈបក្សសង្គ្រោះជាតិក៏មិនខុសពីតំណាងរាស្ត្រគណៈបក្សសង្គ្រោះជាតិដទៃទៀតនោះទេមិនខុសពីព្រោះថាលោកមិនបានចូលទៅកាន់តុលាការតាមការកោះហៅសារជាថ្មីនៅក្នុងសំណុំរឿងរំដោះទីលានប្រជាធិបតេយ្យប៉ុន្តែតំណាងរាស្ត្របកប្រឆាំងនៅតែហៅការកោះហៅនេះគឺជារឿងនយោបាយស៊ិនមេសារីកាលោកនៅរំដួលគឺជាតំណាងរាស្ត្រចុងក្រោយដែលតុលាការក្រុងភ្នំពេញក៏ហៅក្នុងសំណុំរឿងរំដោះទីលានប្រជាធិបតេយ្យសារជាថ្មីប៉ុន្តែមិនខុសពីតំណាងរាស្ត្រ6រូបផ្សេងទៀតនោះទេដែលមិនបានចូលខ្លួនទៅតាមការកោះហៅឬមិនឆ្លើយសំណួររបស់តុលាការលោកនៅរំដួលនៅតែហៅការកោះហៅរបស់តុលាការនេះថាគឺជារឿងនយោបាយដដែលគឺស្ថិតនៅក្នុងអន្តរកាលនៃវិបត្តិនយោបាយនៅកម្ពុជាតុលាការក្រុងភ្នំពេញក្នុងរយៈពេលចុងក្រោយនេះបានកោះហៅសមាជិកសភាទាំង7រូបដែលរងការចាប់ប្រកាន់ក្នុងសំណុំរឿងរំដោះទីលានប្រជាធិបតេយ្យឲ្យចូលខ្លួនបំភ្លឺសារជាថ្មីម្ដងទៀតតំណាងរាស្ត្រទាំង7រូបរបស់គណៈបក្សសង្គ្រោះជាតិមានដូចជាលោកហូវ៉ាន់លោករៀលខាមរិនលោកឡុងរីលោកម៉ែនសុថាវរិននិងលោកស្រីមូសុខួរជាដើមដែលត្រូវបានកោះហៅជាបន្តបន្ទាប់លោកស្រីមូសុខួរតំណាងរាស្ត្រមណ្ឌលបាត់ដំបងបានចូលខ្លួនមុនគេកាលពីថ្ងៃទី11ឧសភាប៉ុន្តែលោកស្រីមិនបានឆ្លើយនឹងសំណួររបស់តុលាការនោះទេលោកស្រីមូសុខួរធ្លាប់បានបញ្ជាក់ថាសំណួរទាំង12ដែលតុលាការសាកសួរនោះគឺសុទ្ធសឹងតែជារឿងដដែលហើយពាក់ព័ន្ធនឹងសំណុំរឿងរំដោះទីលានប្រជាធិបតេយ្យព្រះរាជអាជ្ញាអមតុលាការក្រុងភ្នំពេញលោកកៅសុជាតិបានបញ្ជាក់ថាការមិនចូលខ្លួនរបស់តំណាងរាស្ត្រនៃបកប្រឆាំងនិងការមិនឆ្លើយសំណួររបស់តុលាការគឺជាសិទ្ធិរបស់តំណាងរាស្ត្រសូមរំលឹកបន្តិចថារដ្ឋាភិបាលកម្ពុជាបានចាប់ខ្លួននិងទម្លាក់ការទទួលខុសត្រូវទៅលើតំណាងរាស្ត្រគណៈបក្សសង្គ្រោះជាតិទាំង7រូបនិងសកម្មជនគណៈបក្សសង្គ្រោះជាតិជាច្រើនរូបផ្សេងទៀតក្នុងសំណុំរឿងរំដោះទីលានប្រជាធិបតេយ្យកាលពីឆ្នាំ2014ជាការចាប់ខ្លួនក្នុងវិបត្តិនយោបាយក្រោយការបោះឆ្នោតនៅកម្ពុជាដោយនេះលោកនៅរំដួលនិងតំណាងរាស្ត្រគណៈបក្សសង្គ្រោះជាតិផ្សេងទៀតបានស្នើឲ្យតុលាការទម្លាក់ការចាប់ប្រកាន់និងថាត្រូវដោះស្រាយតាមវប្បធម៌សន្តិនិកប៉ុន្តែប្រមុខរដ្ឋាភិបាលកម្ពុជានិងបកកណ្ដាលអំណាចបានបដិសេធថារឿងតុលាការគឺមិនមែនជារឿងនយោបាយនោះទេនៅព្រឹកថ្ងៃទី28ឧសភានេះក្រសួងកសិកម្មសហការជាមួយនឹងម្ចាស់ជំនួយនិងសង្គមស៊ីវិលបានរៀបចំសិក្ខាសាលាស្ដីពីការប្រមូលផ្ដុំចំណេះដឹងវិទ្យាសាស្ត្រសម្រាប់ការប្រែប្រួលអាកាសធាតុកសិកម្មនិងសន្តិសុខស្បៀងការធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយចូលរួមនៅកម្ពុជាសិក្ខាសាលានឹងដំណើរការរយៈពេល2ថ្ងៃពីថ្ងៃទី28ដល់ថ្ងៃទី29ឧសភានៅសន្តាគារកម្បូឌីយ៉ាណាក្រុងភ្នំពេញដែលចាប់តាំងពីក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ2013រហូតដល់ដើមឆ្នាំ2015នេះ Confrel បានធ្វើការអង្កេតនិងតាមដាននៅកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសកម្មភាពរបស់តំណាងរាស្ត្រនិងស្ត្រីក្រុមប្រឹក្សាឃុំសង្កាត់ក៏ដូចជាស្ថានភាពផ្សេងៗដែលបានកើតមានជាពិសេសការធ្វើកំណែទម្រង់ការបោះឆ្នោតនៅថ្ងៃទី28ឧសភានេះផងដែរការិយាល័យ Confrel បានចេញផ្សាយរបាយការណ៍ដែល Confrel បានចងក្រងបោះពុម្ពជាសៀវភៅដែលមាន6មុខនិងជាវីដេអូមួយស្ពតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈអតីតសាលារចនាដែលមានអាយុជាង100ឆ្នាំនឹងត្រូវបដូរទីតាំងថ្មីទៅកាន់តំបន់ជ្រោយចង្វាត្រើយខាងកើតបើទោះបីជាមិនទាន់មានគម្រោងច្បាស់លាស់ក្តីក៏ប៉ុន្តែទីតាំងថ្មីនឹងផ្ដល់ភាពទូលំទូលាយជាងមុនខណៈទីតាំងចាស់ត្រូវប្រើសម្រាប់ការពង្រីកបរិវេណបន្ថែមរបស់សារមន្ទីរជាតិការផ្លាស់ប្ដូរទីតាំងនេះមិនមានការដោះដូរជាមួយនឹងវិស័យឯកជននោះទេវ៉ាសំណាប់លំអិតព័ត៌មានដំណឹងនៃការផ្លាស់ប្ដូរទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានលេចលឺជាច្រើនឆ្នាំមកហើយក៏ប៉ុន្តែវាមិនទាន់ជាផ្លូវការនៅឡើយហើយទើបតែពេលនេះច្បាស់ហើយថាទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈអតីតសាលារចនាដែលមានអាយុកាលជាង100ឆ្នាំនេះនឹងត្រូវបដូរទៅកាន់ទីតាំងថ្មីស្ថិតនៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វាត្រើយសង្កែតដំណឹងនៃការផ្លាស់ប្ដូរទីតាំងថ្មីនេះបានកើតឡើងក្រោយពីអភិបាលក្រុងភ្នំពេញលោកប៉ាសុជាតិវង្សបានប្រកាសផ្ដល់ដីប្រមាណជា2ទៅ3ហិកតាសម្រាប់ការសាងសង់សាកលវិទ្យាល័យថ្មីនេះ
នេះបើយោងតាមការបញ្ជាក់ពីលោកថៃនរសច្ចាអ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅថ្ងៃទី28ឧសភាបើតាមអ្នកនាំពាក្យរូបនេះការផ្លាស់ប្ដូរទីតាំងថ្មីនេះមិនមែនជាការផ្លាស់ប្ដូរជាមួយនឹងវិស័យឯកជននោះទេតែការផ្លាស់ប្ដូរនេះម្យ៉ាងគឺដើម្បីបានទីតាំងថ្មីដែលធំទូលាយជាងមុននិងម្យ៉ាងទៀតគឺដើម្បីផ្ដល់ទីតាំងចាស់របស់សាកលវិទ្យាល័យនេះទៅឲ្យសារមន្ត្រីជាតិដែលកំពុងត្រូវការពង្រីកបន្ថែមលោកបុកសវត្តសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានស្វាគមន៍ចំពោះដំណឹងនេះនោះក៏ព្រោះថាទីតាំងចាស់ដែលមានអាយុកាលជាង100ឆ្នាំនេះតូចចង្អៀតហើយអគារមួយចំនួនបានចាស់ទ្រុឌទ្រោមទៅហើយបើតាមសាកលវិទ្យាធិការរូបនេះបច្ចុប្បន្នទីតាំងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលមានទំហំត្រឹមតែជាង1ហិកតានេះមិនសមាមាត្រទៅនឹងចំនួនសិស្សជាង1700នាក់ដែលកំពុងតែសិក្សានៅតាមមហាវិទ្យាល័យទាំង5នេះទេប៉ុន្តែផ្ទុយពីនេះសាស្ត្រាចារ្យមួយចំនួនបានបង្ហាញការព្រួយបារម្ភថាការផ្លាស់ប្ដូរទីតាំងថ្មីនឹងធ្វើឲ្យប៉ះពាល់ទៅដល់អត្ថន័យនិងខ្លឹមសារប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យមួយនេះសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈអតីតសាលារចនាត្រូវបានកសាងដំណើរគ្នានឹងសារមន្ទីរជាតិកម្ពុជាក្នុងឆ្នាំ1917ត្រូវបានប្រែក្លាយជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅឆ្នាំ1965ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋនរោត្តមសីហនុសាកលវិទ្យាល័យនេះបានបង្កើតឡើងដើម្បីសិក្សាស្រាវជ្រាវនិងបណ្ដុះធនធានមនុស្សផ្ដោតទៅលើវិស័យសិល្បៈនិងវប្បធម៌ពោលគឺការបង្ហាត់បង្រៀននិស្សិតឲ្យក្លាយទៅជាសិល្បករស្ថាបត្យករនិងបុរាណវិទ្យាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈស្ថិតនៅក្នុងមណ្ឌលតែមួយជាមួយនឹងសារមន្ទីរជាតិហើយដែលប្រជាពលរដ្ឋខ្មែរតែងនិយមហៅថាសាលារចនាក្រសួងមហាផ្ទៃនឹងចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីចាប់ពីថ្ងៃទី1មិថុនាឆ្នាំ2015ដល់ថ្ងៃទី31ខែធ្នូឆ្នាំ2016ឲ្យបាន6លាន5សែនសន្លឹកនៅក្នុងឱកាសនៃកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីយុទ្ធនាការបដាល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីនៅក្រសួងមហាផ្ទៃថ្ងៃទី28ឧសភានេះលោកព្រំសុខារដ្ឋលេខាធិការក្រសួងមហាផ្ទៃបានថ្លែងថាគិតមកត្រឹមថ្ងៃទី30ខែមេសាឆ្នាំ2015ក្រសួងមហាផ្ទៃបានចែកអត្តសញ្ញាណប័ណ្ណគំរូថ្មីនេះដល់ប្រជាពលរដ្ឋបានចំនួន74លាន5សែននាក់រួចហើយអត្តសញ្ញាណប័ណ្ណគំរូថ្មីមានប្រយោជន៍សម្រាប់ប្រជាពលរដ្ឋអាចចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ2017ខាងមុខក្រសួងធម្មការនិងសាសនានឹងរៀបចំពិធីរាប់បាតព្រះសង្ឃ 10000 អង្គនៅថ្ងៃទី3ខែមិថុនាខាងមុខនេះនៅខាងមុខព្រះបរមរាជវាំងនៅក្នុងឱកាសថ្វាយព្រះគោរមងារកិត្តិយសព្រះស្រីលោកធម្មគរាជថ្វាយព្រះមហាក្សត្រកម្ពុជាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីតាមក្រសួងធម្មការនិងសាសនាគណៈប្រតិភូចំនួន3ប្រទេសមកពីជប៉ុនម៉ុងហ្គូលីនិងសិង្ហបុរីព្រមទាំងព្រះសង្ឃនិងមហាជននឹងដង្ហែក្បួនយាត្រាទៅកាន់ព្រះបរមរាជវាំងដើម្បីថ្វាយវិញ្ញាបនបត្រថ្នាក់អន្តរជាតិនេះដល់ព្រះករុណាព្រះមហាក្សត្រតំណាងរាស្ត្រមណ្ឌលកំពង់ចាមនៅក្នុងសប្តាហ៍នេះបានដាក់លិខិតសូមអន្តរាគមន៍ពីរដ្ឋសភាដើម្បីផ្អាកនៅរាល់សកម្មភាពឈូសឆាយជីកប្រឡាយនិងបោះបង្គោលរបងលើដីដែលកំពុងតែមានទំនាស់